ថ្ងៃនេះយើងចូលទៅដល់សៀវភៅ HSK មួយមេរៀនទី3ចឹងចង់ដឹងថាមេរៀនទី3យើងសិក្សាពីអ្វីខ្លះតោះទៅមើលទាំងអស់គ្នាចំពោះមេរៀនទី3នេះដែរគឺមានចំណងជើងមេរៀនថា你叫什么名字អញ្ចឹងចង់ដឹងថាមេរៀនហ្នឹងគឺយើងសិក្សាពីទំព័រណាទៅគឺយើងចាប់ផ្ដើមបើកមើលមួយទំព័រទៅគឺយើងរៀនចាប់ពីទំព័រទី14ដល់ទំព័រទី21តោះអញ្ចឹងយើងចាប់ផ្ដើមមេរៀនតែម្ដងទី3课你叫什么名字អញ្ចឹងមេរៀនទី3យើងមានចំណងជើងថាតើអ្នកឈ្មោះអ្វីយើងមកមើលខាងក្រោមចំពោះខាងក្រោមគេដាក់ថាឲ្យយើងនឹងមើលរូបភាពហើយនឹងគូផ្គងជាមួយនឹងពាក្យខាងក្រោមអញ្ចឹងយើងមកមើលពាក្យខាងក្រោមទាំងអស់យើងមាន6ពាក្យពាក្យទី1អានថាចុងកួទី2ម៉ៃកួទី3ចុងកួរិនទី4ម៉ៃកួរិនទី5ឡៅស៊ឺទី6សៀសឹងចឹងបន្ទាប់មកយើងមកមើលនៅក្នុងប្រអប់នឹងទាំងអស់គ្នានៅក្នុងប្រអប់នឹងយើងមានរូបភាពពី A ទៅដល់ F ចឹងយើងមកបកប្រែពាក្យទាំងអស់គ្នាសិនចាំយើងចូលទៅគូផ្គងជាមួយរូបភាពលេខ1ចុងកួប្រទេសចិនលេខ2ម៉ៃកួប្រទេសសហរដ្ឋអាមេរិកលេខ3ចុងកួរិនជនជាតិចិនលេខ4ម៉ៃកួរិនបកប្រែថាជនជាតិអាមេរិកលេខ5ឡៅស៊ឺបកប្រែថាគ្រូបង្រៀនលេខ6សៀសឹងបកប្រែថាសិស្សចឹងយើងមកមើលរូបភាពវិញចឹងចំពោះរូបភាព A គឺយើងឃើញថាគាត់កំពុងតែសរសេរនៅលើក្តារខៀនអញ្ចឹងគាត់ត្រូវជាមួយនឹងលេខ5ឡៅស៊ឺអញ្ចឹងយើងមកមើលរូបភាព B គឺគាត់កាន់សៀវភៅហើយមើលទៅរបៀបជាលក្ខណៈកាន់សៀវភៅរៀនអញ្ចឹងគាត់គឺជាសៀសឹងគាត់គឺជាសិស្សត្រូវនឹងលេខ6អញ្ចឹងយើងមកមើលអក្សរ C អក្សរ C គឺគេដាក់ទង់ជាតិប្រទេសចិនអញ្ចឹងតំណាងឲ្យប្រទេសអញ្ចឹងលេខ1រូបភាព C ត្រូវនឹងលេខ1គឺចុងកួប្រទេសចិនហើយ D យើងមើលជាទង់ជាតិតំណាងប្រទេសសហរដ្ឋអាមេរិកអញ្ចឹងគឺលេខ2ត្រូវនឹង D ម៉ៃកួប្រទេសអាមេរិកចូលមកដល់ចំពោះរូបភាពយើងមើលគាត់ជាជនជាតិមើលទៅបែបអឺរ៉ុបអញ្ចឹងគាត់គឺជាជនជាតិអាមេរិកអញ្ចឹងត្រូវនឹងលេខ4ហើយបន្ទាប់មកយើងក៏លេខមកមើល F សល់តែមួយទេអញ្ចឹងយើងដាក់ហ្មងមកគឺ F គឺជាជនជាតិចិនអញ្ចឹងយើងចូលទៅដល់មេរៀនបន្តទៀតអញ្ចឹងយើងមកមើលមេរៀនបន្តគេដាក់ថាចាយសៀសែវនៅឯសាលារៀនអញ្ចឹងតកតងជាមួយនឹងនៅឯសាលារៀនគេនិយាយពីការសន្ទនារវាងបុគ្គល A ជាមួយនឹងបុគ្គល B អញ្ចឹងតោះយើងទៅស្ដាប់ទាំងអស់គ្នាហើយនឹងបកប្រែ第3课你叫什么名字 Lesson 3 What's your name 课文1 Text 1你叫什么名字我叫李月 New words 叫什么名字我 Proper noun 李月